សេរីដែលជាអ្នកដឹកនាំការប្រកួតនៅពេលបន្តិចទៀតអមពលតាលោកយាយប្រមិតទូរទស្សនិកជនឥឡូវនេះសូមស្វាគមន៍ដំណើររបស់កីឡាករគូទី7ស្វាគមន៍ដំបូងកីឡាករបង្គោលខៀវស្វាគមន៍ដំណើរមកកាន់សង្វៀនរបស់កីឡាករបង្គោលក្រហមលោកស្រីប្រមិតទូរទស្សនិកជនឥឡូវនេះឃើញថាវត្តមានរបស់កីឡាករគូទី7ដែលជាគូចុងក្រោយក្នុងរាត្រីនេះបានមកដល់លើសង្វៀនហើយដូច្នេះជាបន្តទៀតទីខ្ញុំទាំងពីររូបសូមការអនុញ្ញាតជម្រាបជូនអំពីប្រវត្តិរូបដូចតទៅកីឡាករបង្គោលក្រហមគេមានទម្ងន់63គីឡូក្រាមកន្លះអាយុ21ឆ្នាំកម្ពស់1.74 ម៉ែត្របទពិសោធន៍ប្រកួតបាន10ដងឈ្នះ5ដងចាញ់1ដងស្មើ4ដងហើយគេធ្លាប់ផ្ដួលគូប្រកួតឲ្យបោះបង់សន្លប់3ដងផងដែរគូចុងក្រោយឈ្នះកីឡាកររៀបប៊ុនតុងដោយពិន្ទុស្រុកកំណើតនៅភូមិឈូកត្រដក់ឃុំរកាស្រុកសង្កែខេត្តបាត់ដំបងគេថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូគេមកពីក្លឹបសម្រាងកោងកីឡានៃសមាគមកីឡាខេត្តបាត់ដំបងលោកគ្រូបង្វឹកគឺលោកគ្រូតេងសុកលោកស្រីអ្នកកញ្ញាប្រមិតទូរទស្សនិកជនសូមណែនាំឲ្យស្គាល់កីឡាករបង្គោលក្រហមសុកសៅហេងសូមអរគុណបាទចំណែកកីឡាករបង្គោលខៀវទម្ងន់ 63.5 គីឡូក្រាមអាយុ24ឆ្នាំកម្ពស់1.70 ម៉ែត្រប្រកួតចំនួន5ដងឈ្នះ3ដងចាញ់1ដងនិងស្មើ1ដងបដូគូប្រកួតឲ្យបបងសន្លប់បានម្ដងការប្រកួតចុងក្រោយលទ្ធផលស្មើស្រុកកំណើតមកពីភូមិអង្គឃុំអូចាក្រុងបាត់ដំបងខេត្តបាត់ដំបងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹប KKB សមាគមកីឡាខេត្តបាត់ដំបងគ្រូបង្វឹកលោកវ៉ាន់ចាន់វេនលោកស្រីអ្នកកញ្ញាសូមណែនាំឲ្យស្គាល់កីឡាករបង្គោលខៀវវ៉ាន់ឆាលើមវ៉ាន់ឆាលើមបង្គោលខៀវបង្គោលក្រហមសុកសៅហេងជាបន្តសូមទុកទូនីតិជូនទៅកាន់លោកញ៉ាកណ្ដាលឈុតសេរីដើម្បីដឹកនាំការប្រកួតលោកស្រីប្រមិតទូរទស្សនិកជនជាទីគោរពឥឡូវនេះឈានចូលដល់គូពិសេសទី7ដែលជាគូចុងក្រោយសម្រាប់រាត្រីថ្ងៃអាទិត្យ18ឧសភា2025នេះជំនួបរវាងសុកសៅហេងកូនសិស្សរបស់គ្រូតេងសុកនិងវ៉ាន់ឆលើមកូនសិស្សរបស់លោកគ្រូវ៉ាន់ចាន់វេតមួយអ្នកអូចាមួយអ្នកខាងឃុំរកាស្រុកសង្កែចិត្តគ្នាដែរទេបងប្អូនបាទជីតាមមួយផ្លេតទេហើយសង្កេតឃើញថាកីឡាករទាំងពីរស្រស់ល្អបាទទាំងរូបរាងកម្ពស់កម្ពស់គីឡូ63គីឡូក្រាមកន្លះបាទគេថាពេញសាច់ពេញឈាមតែម្ដងហើយលើការហ្វឹកហាត់តាមការបញ្ជាក់សួរនាំមុនការប្រកួតលោកគ្រូញ៉ាកដាបញ្ជាក់ថាពួកគាត់ធ្វើបានល្អលើការហ្វឹកហាត់បាទចំណាយពេលវេលាច្រើនម៉ោងបាទទាំងការសម្រានទាំងការបំពន់កម្លាំងបាទបានល្អជាងសង្ឃឹមថាការប្រកួតក៏ល្អជក់ចិត្តដល់អារម្មណ៍សម្រាប់ប្រិមិត្តទូរទស្សនិកជននៅទីនេះនិងនៅតាមគេដ្ឋានគាត់ពេញចិត្តបាទ
និយាយពីបទពិសោធន៍ប្រកួតថ្មីថ្មោងដែរទេសម្រាប់អ្នកទាំងពីរអ្វីត្បិតតែគាត់គីឡូ63គីឡូក្រាមកន្លះតែគាត់ថាគាត់ស្ថិតនៅក្នុងគេហៅថាគូថ្នាលបទពិសោធន៍ប្រកួតរបស់គាត់បាទមិនតាន់ក្រាស់ក្រែលតែសង្ឃឹមថាឱកាសក្រោយៗពួកគាត់នឹងមានពេលវេលាលើការប្រកួតនេះកាន់តែល្អបាទនេះហើយបាទថ្នាលគុណខ្មែរបាត់ដំបង PV Active គឺផ្ដល់ឱកាសជូនកីឡាករបាទមានគេឈ្មោះបោះសម្លេងមានគេស្គាល់មានគេគ្រប់គ្រងបដើមចេញបាទមានចំណែករបស់ V Active ថ្នាលគុណខ្មែរបាត់ដំបងបាទរៀបចំឧបត្ថម្ភដោយភេសជ្ជៈកីឡា V Active និងទឹកពិសាប្រណិត V Active ហើយពិសេសមានការផ្ដល់ឱកាសគូប្រកួតជួបគ្នាដោយសហព័ន្ធកីឡាប្រដាល់គុណខ្មែរក្រុមការដឹកនាំរបស់អាដាមប្រធានខូចឆាយផងដែរចាប់ក្រមត្រៀមប្រងព្រៀបប្រកួតគូពិសេសទី7ទឹកទី1 V Active ថ្នាលគុណខ្មែរបាត់ដំបងគូពិសេសទី7ទឹកទី1ជំនួបរវាងសុកសៅហេងបង្គោលក្រហមវ៉ាន់ឆលឹមបង្គោលខៀវ V Active ជួយឲ្យថ្នាលខ្លាំងគុណខ្មែរខ្លាំងភេសជ្ជៈកីឡា V Active ថែសុខភាពកីឡាគុណខ្មែរនាំគុណខ្មែរល្បីលើឆាកអន្តរជាតិស្វាគមន៍គូទី7ដែលជាគូចុងក្រោយក្នុងរាត្រីនេះគីឡូ63គីឡូក្រាមកន្លះឥឡូវនៅស្ទាបស្ទងមួយតតកាប់ដាំមួយជើងរបស់សុកសៅហេងទៅលើវ៉ាន់ឆលើមចូលបោះជង្គង់ឆ្វេងមួយរបស់វ៉ាន់ឆលើមតែអត់ចំគោលដៅល្អប្រហែលទេចូលបន្តទៀតរបស់សុកសៅហេងបាត់ស្ដាំម្ដាយដេប្លាសេជើងមួយសិនរបស់សុកសៅហេងតតកាប់ស្ដាំក្រោមរបស់វ៉ាន់ឆលើមគួរបន្តទៀតធាក់ចេញមួយរបស់វ៉ាន់ឆលើមដើរជួបបន្តទៀតរបស់សុកសៅហេងមួយតតកាប់ក្រោមចូលចាប់អោបចាក់ជង្គង់ឆ្វេងមួយរបស់វ៉ាន់ឆលើមចាប់ទាញបួងចាប់ជង្គង់ចាប់អោបឥឡូវនេះញែកបំបីសិនពីលោកអញ្ញាកណ្ដាលឈុតសេរីចូលប្រកួតបន្តទៀតយ៉ាអូបាទក្រនតកាគាត់តកាអាមេជូតបោះជង្គង់ឆ្វេងមួយទៀតជង្គង់មួយទៀតអូយជង្គង់រុញចាប់ទាញចាក់ជង្គង់មួយទៀតវ៉ាន់ឆលើមជង្គង់មួយទៀតតែលើកជើងពាំងទប់ស្រួលមួយដែរអត់អាចបដិអាវ៉ាន់ឆលើមប្រៃជង្គង់បានយយទេទប់ពីសុកសៅហេងធាក់មួយជើងរបស់សុកសៅហេងតត់ឆ្វេងអីយ៉ាចំឬក៏យ៉ាងម៉េចអត់មិនសម្រាប់ខ្ញុំបាននៅជ្រុងអានេះរៀងបាំងបន្តិចបាទឥឡូវនេះបាទអនុញ្ញាតជូនអ្នកឲ្យទឹកបាទសម្រួលបន្តិចបាទចូលមិនដូចជាមិនជាចំពេញខ្លាំងប្រមាណដែរទេបងប្អូនបាទឥឡូវសុំតាមដានម្ដងទៀតចំពេញឬក៏មិនពេញឬក៏យ៉ាងម៉េចដោយសារខ្ញុំនៅមកជ្រុងបាទបោះជង្គង់ឆ្វេងដេប្លាសេបាទជង្គង់ឆ្វេងបាទជង្គង់ឆ្វេងមិញបាទគួរសមដែរបងប្អូនណាយើងចាក់ពីក្រៅចូលក្នុងមកបាទនេះរៀងបបេះបាទតែក៏ជាការធ្វើឲ្យកញ្ចាប់គៀបចូលបាទឥឡូវក្រោយសម្រួលមកបាទប្រកួតបន្តទៀតបានបាទស្វាគមន៍បន្តទៀតបងប្អូនអ្នកទាំងពីរចាប់ផ្ដើមសម្រុកឲ្យតតកាត់ស្ដាំមួយជើងរបស់ឆលើមចូលចាក់ជង្គង់សាជាថ្មីចាប់កាច់ចាប់អោបចាក់ជង្គង់ពីក្រៅមួយជង្គង់ពីរជង្គង់ពីវ៉ាន់ឆលើមមុននេះគួតបន្តទៀតបោះជើងដើរចូលគាត់កាត់ស្ដាំសងកដាប់ដៃលើរបស់សុកសៅហេងធាក់ចេញមួយតតកាត់ស្ដាំរបស់វ៉ាន់ឆលើមចូលកាច់ទាញរុញ
បាទចាប់កាច់អត់ដួលទេ4អ្នកទាំងពីរតាន់ណាស់តតកាប់មកជើងរបស់វ៉ាន់ឆលើមសងមកវិញរបស់សុកសៅហេងចូលអោបចាក់ជង្គង់មួយចូលពេញជង្គង់មួយទៀតរបស់វ៉ាន់ឆលើមសៅហេងនៅតែដើរចូលចាប់អោបដោះជើងធ្វើអីកើតមិនកើតជង្គង់មួយទៀតលេងជង្គង់ច្រើនមែនទែនសម្រាប់អ្នកទាំងពីរឥឡូវនេះក៏ចាប់ទឹកទី1រងចាំទស្សនាទឹកទី2នៅពេលបន្តិចទៀតបាទជាកីឡាករគុណខ្មែរម្នាក់វាមិនមែនជាអាជីពដែលងាយស្រួលនោះទេវាជាដំណើរជីវិតដែលពោរពេញទៅដោយការតស៊ូព្យាយាមអំណត់អត់ធន់ប៉ុន្តែខ្ញុំមានភេសជ្ជៈបើកម្លាំងគ្រុឌដែលតែងតែផ្ដល់ធម៌ពលធ្វើឲ្យរាងកាយខ្ញុំកាន់តែមានភាពមាំមួនអាចសម្រេចបាននូវភាពជោគជ័យគ្រប់ឧបសគ្គខ្ញុំពេជ្រសម្បត្តិដូចសុឆន្ទៈភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌWe Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សទឹកពិសា Pronet We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេលបាទសូមស្វាគមន៍ពីការប្រកួតពីកម្មវិធី We Active ថ្នាក់កូនខ្មែរបាត់ដំបងសប្តាហ៍ទី32ឥឡូវទស្សនារូបភាពយឺតបាទការពីទឹកទី1បាទឃើញថាមានទៅមានមកបាទត្រង់កន្លែងនេះបាទព្យាយាមបាយកណ្ដាប់ដៃចាក់មួយជង្គង់ថែមមួយជង្គង់ទៀតបាទពីវ៉ាន់ឆលើមមកគល់ខៀវបាទជង្គង់មួយជង្គង់ទៀតបាទត្រង់ចំណុចបាញ់បាញ់បាទចំណុចនេះឃើញថាបោះមួយជង្គង់ខុសបច្ចេកទេសទៅហើយបាទចំកន្លែងតំបន់ហាមឃាត់បាទដើរចូលជង្គង់ពេញបាទមួយជង្គង់ឆ្វេងពីវ៉ាន់ឆលើមមកគល់ខៀវបាទតតស្ដាំមកជើងខ្ពស់តែត្រូវជាប់ឃុំតតសងវិញបាទថែមឆ្វេងមកជើងទៀតពីវ៉ាន់ឆលើមជង្គង់របស់វ៉ាន់ឆលើមមួយជង្គង់ទៀតបាទជង្គង់ឆ្វេងបាទពិតជាក៏ក្រើកពីសង្វៀនរបស់យើងអ្នកទឹកចេញក្រៅគូពិសេសទី7ទឹកទី2ប្រិមត្តទស្សនិកជនជាទីមេត្រីស្នើគុណភាពតាមពី We Active គូពិសេសទី7ទឹកទី2រវាងកីឡាករបង្គោលក្រហមបាទសុកសៅហេងបង្គោលខៀវវ៉ាន់ឆលើមបាទចាប់ផ្ដើមស្វាគមន៍គ្នាដើរចូលពីសៅហេងបង្គោលក្រហមតត់ក្រោមសងវិញបាទចង់នឹងរកងនឹងរឹងមកប៉ុណ្ណាបាទជង្គង់របស់សៅហេងក៏វាចេញហើយមួយជង្គង់អត់ត្រូវទេបាទក៏វាចេញពីកីឡាករបង្គោលខៀវបាទដើរចូលតត់ខាងកណ្ដាប់ដៃស្ដាំបាទដើរចូលខ្ទោះជាប់បាទវាលះចេញមិនចេញតែត្រូវលោកកយ៉ាងកដាលបាទលោកឈុតសេរីលោកញែកចេញពីគ្នាហើយបន្តការប្រកួតតត់ឆ្វេងមួយកិច្ចបត់តត់ក្រោមសងចប់នឹងសង្វៀនតែត្រូវលោកកញ្ញាកដាលអត់តន់ដល់ថែមទេដើរចូលពីសៅហេងតត់ក្រោមរបស់សៅហេងបាទបន្ទាប់ពីកីឡាករបង្គោលខៀវវ៉ាន់ឆលើមតត់សងមកជើងបាញ់មិញបាទពិតជាក៏ក្រើកបង្គោលក្រហមជាកូនសិស្សរបស់គ្រូតេងសុកចំណែកបង្គោលខៀវជាកូនសិស្សរបស់លោកគ្រូវ៉ាន់ចាន់វេតបាទកណ្ដាប់ដៃរបស់សៅហេងចាប់អោបជាប់បាទទឹកទី2នេះក៏ក្រើកជាងទឹកទី1ទៀតបងប្អូនដើរចូលពីសៅហេងបាទតត់ក្រោមពីសៅហេងតត់សងវិញកណ្ដាប់ដៃខាងលើម្ដាយទៀតបាទអោបគ្នាចប់ត្រូវលោកអាចារ្យកដាលោកញែកចេញពីគ្នាហើយបន្តការប្រកួតតត់ក្រោមរបស់វ៉ាន់ឆលើមតត់សងវិញភ្លាមតត់ក្រោមរបស់សៅហេងកណ្ដាប់ដៃកិច្ចផុតចាប់អោបជាប់បាទត្រូវលោកអាចារ្យកដាលោកឈុតសេរីបំបែកចេញពីគ្នាដើរចូលពីសៅហេងធាក់ស្ដាំមកជើងតត់ក្រោមមកជើងទៀតចាប់ជាប់បាទចាប់គ្រាគ្នាជាប់ជង្គង់ពីក្រោយតែត្រូវលោកកញ្ញាកដាលោកញែកចេញពីគ្នាបន្តការប្រកួតដើរចូលពីសៅហេងសុកសៅហេងតែត្រូវមួយជង្គង់ស្ដាំបាទដួលទាំងពីរតែម្ដងបាទសុកសៅហេងបង្គោលក្រហមបាទវ៉ាន់ឆលើមបង្គោលខៀវឆលើមថយក្រោយជង្គង់ឆ្វេងជង្គង់ស្ដាំចាប់ដួលថើបាទមិនដូចទៅធ្ងន់ប្រមាណទេគេថាដួលតាមដំណើរដើរចូលពីសៅហេងតត់ក្រោយម្នាក់មួយជើងជង្គង់របស់សៅហេងជង្គង់សងរបស់ឆលើមបង្គោលខៀវ
ជង្គង់បាទវគ្គនេះវគ្គជង្គង់ហើយជង្គង់តេះមួយបាទសល់19វិនាទីចុងក្រោយនេះទឹកទី2ដើរចូលពីសងសៅហេងបត់ជង្គង់ហោះមួយចាប់គ្រាចប់បាទឆលើមអត់បានចេញទេបាទកណ្ដាប់ដៃរឿងឡោបន្តិចបាទ4វិនាទីចុងក្រោយដើរចូលចប់ទឹកទី2រងចាំទស្សនានៅទឹកទី3ដែរជាទឹកប្រាច់ព្រាត់ យើងរស់នៅក្នុងជីវិតដ៏មមាញឹកតាំងពីព្រឹករហូតដល់យប់រាល់ថ្ងៃហាត់ប្រាណបំពេញការងារជួបជុំមិត្តភ័ក្តិអានសៀវភៅនិងលេងកីឡាទោះបីមមាញឹកនិងនឿយហត់យ៉ាងណាក្តីការថែរក្សាសុខភាពគឺជារឿងចាំបាច់បំពេញជាតិទឹកនិងអេឡិចត្រូលីតដែលបាត់បង់ជាមួយ We Active ដើម្បីរក្សាតុល្យភាពទឹកក្នុងខ្លួនបង្កើតថាមពលភាពស្រស់ស្រាយនិងសមត្ថភាពខួរក្បាលកាន់តែប្រសើរ We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អទឹកពិសាប្រណិត We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល ស្វាគមន៍បន្តទៀតលោកស្រីមកកាន់ការផ្សាយផ្ទាល់ពីកម្មវិធី V Active ធនាគមន៍ខ្មែរអមមកសូមតាមដានម្ដងទៀតរូបភាពយ៉ាងជក់ចិត្តដិតអារម្មណ៍រវាងសុកសៅហេងនិងវ៉ាន់ឆលឺមុននេះក្នុងទឹកទី2ទាត់កាប់ម្នាក់មួយជើងទៀតទាត់ទៅទាត់មកពេញធ្ងន់តែម្ដងមួយជើងទៀតបាទទាត់ឆ្វេងតែថយផុតទាត់សងមកវិញរបស់វ៉ាន់ឆលឺគឺថាក្នុងទឹក2នេះលេងជើងក្រោមច្រើនមែនទែនរន្ទះជើងនឹងជង្គង់ពេញបាទប្រហាក់ប្រហែលគ្នាតែម្ដងមាត់ដៃស្ដាំត្រង់កន្លែងនេះឥឡូវអមមុនបន្តតាមដានលើការប្រកួតទឹកបង្ហើយទឹកទី3ហើយរវាងអ្នកទាំងពីរសុកសៅហេង អ្នកទឹកចេញក្រៅ និងវ៉ាន់ឆលឺបាទ គូពិសេសទី7ដែលជាគូចុងក្រោយទឹកទី3ទឹកដាច់ប្រត់ វាអាក់ទីវធនាគុណខ្មែរបាត់ដំបងគឺពិសេសទី7ទឹកទី3និងទឹកផ្ដាច់ប្រត់ហើយរវាងសុកសៅហេងបង្គោលក្រហមបង្គោលខៀវវ៉ាន់ឆលឺឥឡូវនិយាយបំបីសិនពីសំណាក់លោកញ៉ាកណ្ដាលលើជួលបន្តទៀតមួយដៃស្ដាំចាក់ចង្គង់ឆ្វេងមួយរបស់សុកសៅហេងសងទៅវិញពីវ៉ាន់ឆលឺមួយផងដែរដួលសាជាថ្មីសម្រាប់ទឹកទី3ចូលបន្តទៀតបាត់ដៃស្ដាំទាត់ជើងក្រោមចាប់ជង្គង់មួយតែលើកជើងពាំងខ្តោះពីវ៉ាន់ឆលឺល្អមែនទែនជង្គង់មួយទៀតចូលបន្តធាក់មួយចាប់អោបអន្តរកម្មញីសម្រួលបំបីសិនដោយលោកអាញាកណ្ដាលឈុតសេរីតែជាអ្នកដឹកនាំការប្រកួតដើរចូលបន្តសុកសៅហេងមួយដៃស្ដាំរបស់សុកសៅហេងទាត់ស្ដាំរបស់វ៉ាន់ឆលឺស្ដាំសងឆ្វេងសងមកវិញទៀតបាទមានទៅមានមកជុំជាសេះដល់ចូលទាត់ផ្ដាច់ខាងក្រោមចាប់អោបកាច់ដួលតែម្ដងឥឡូវប្រកួតបន្តទៀតទាត់ឆ្វេងមកជើងរបស់ឆលឺសងទៅវិញតែកិច្ចផុតជង្គង់ពីរជង្គង់តែកគូតខាងក្រោយបាទចំគូតអត់បញ្ហាអត់សូវឈឺខ្លាំងទេបាទប្រកួតបន្តទៀតចូលវាយតែអោនផុតចូលចាប់អោបដោយវ៉ាន់ឆលឺចូលប្រកួតបន្តទាត់គឺជើងក្រោមចាប់រុញដួលមិនដួលអត់ដួលទេបាទទប់សម្រួលតនៅលោកញ៉ាកណ្ដាលគួរបន្តទៀតដើរចូលបាទរឿងរអិលជើងបន្តិចសម្រាប់សុកសៅហេងឥឡូវប្រកួតបន្តទៀតទាត់ឆ្វេងមកជើងរបស់វ៉ាន់ឆលឺមួយដៃស្ដាំរបស់សុកសៅហេងចាក់ជង្គង់តែស្ថើបាទអត់សូវធ្ងន់ខ្លាំងដូចមុននេះទេហើយក៏ឃើញថាចង់អស់ស៊ូទាំងពីរអ្នកបាត់ដៃស្ដាំទៀតរបស់សុកសៅហេងទៅលើវ៉ាន់ឆលឺចាក់ជង្គង់មួយរបស់សុកសៅហេងបំបីសិនពីលោកញ៉ាកណ្ដាលចូលប្រកួតបន្តទៀតដាវមួយរបស់សុកសៅហេងបាទចេញអីចេះទាត់ឆ្វេងទាត់ស្ដាំបាទឆលឺគាត់ទាត់កាត់មុនល្អមែនទែនជង្គង់មួយដៃស្ដាំទៀតចូលបន្តទៀតជង្គង់មួយទៀតបាទមួយដៃទៀតចាប់អោបជង្គង់ចាប់បាទនឹងចាប់ខ្តោះពីក្រោយបន្តទៀតពេលវេលានៅសល់គូសំ
ចូលបន្តធាក់មួយបាត់ដៃស្ដាំរុញចេញចូលជង្គង់មួយទៀតជង្គង់មួយចាប់អោបដួលទៅលើសង្វៀនទាំងពីរនាក់ដែរម្ដងចាប់ទឹកទី3រវាងសុកសាហេងនិងវ៉ាន់ឆលើមបាទ អរគុណដល់ប្រិមត្តទស្សនិកជនជាទីមេត្រីបាទពេញបីទឹករវាងអ្នកទាំងពីរឥឡូវទស្សនារូបភាពជើងកាលពីទឹកទី3បាទត្រង់ចំណុចនេះបោះជង្គង់មួយចាប់ជាប់បាទដើរចូលធាក់ស្ដាំមួយកណ្ដាប់ដៃទៅជាមួយទៀតបាទពីកីឡាករមង្គលក្រហមបាទព្យាយាមវាយកណ្ដាប់ដៃស្ដាំមកជើងតេះខាងក្រោមបោកដួលទៅហើយពីសំណាក់កីឡាករមង្គលខៀវបោះជង្គង់ពីកីឡាករមង្គលខៀវវ៉ាន់ឆលើមកណ្ដាប់ដៃស្ដាំមកដៃ ដើរចូលពីសុកសៅហេងធាក់ស្ដាំមួយដើម្បីកុំឲ្យចូលមកចិត្តបាទចាប់គ្រៀងនេះចប់បលេងបោះជង្គង់មួយទៀតបាទត្រង់ចំណុចនេះគឺពិតជាល្អឥឡូវនេះចង់ដឹងថាក្រហមឬក៏ខៀវទុកតួនាទីនេះជូនដល់គណៈវិនិច្ឆ័យ បង្គោលខៀវលើបង្គោលក្រហមដោយបន្ទូ បាទអបអរសាទរកីឡាករមង្គលខៀវវ៉ាន់ឆលើមទទួលបានជាចំណេះឈ្នះដោយបន្ទុកទៅលើសុកសៅហេងបាទអរគុណបាទអូបាទឥឡូវអធិស្ឋានបាទសូមមកប៉ុសិនបាទអរគុណច្រើនសម្រាប់លោកគ្រូពីក្លឹប KKB បាទអរគុណម្ដងទៀតដល់លោកអញ្ញាកណ្ដាលឈុតសេរីបាទដែលបានដឹកនាំការប្រកួតបាទហើយក៏អរគុណអំពូបងប្អូនយើងនៅទីនេះនិងនៅឯកេហដ្ឋានដែលបានតាមដានទស្សនាលើការប្រកួតតាំងតែពីផ្ដើមដំបូងរហូតដល់ចប់កម្មវិធីខ្ញុំបានជំនួសឲ្យកម្មវិធីនិងអ្នករៀបចំកម្មវិធីទាំងមូលក្រុមការងារបច្ចេកទេសទាំងអស់សូមខន្តីអធិស្ឋានរាល់ការរៀបចំបើសិនមានការលើកលុយឆ្កំឆ្គងទាំងការថាទីបាយកំហុសបច្ចេកទេសរូបភាពសម្លេងត្រង់ឲ្យលើណាមួយពុំសមរម្យមេត្តាអធិស្ឋានជូនពរអមបងប្អូនយើងពិសេសលោកអ្នកនៅទីនេះវិលទៅកាន់គេហដ្ឋានសូមសុខសប្បាយសុខសប្បាយភាពបងប្អូនយើងនៅគេហដ្ឋានក៏ដូចគ្នាដែរសម្រាប់សម្រុះស្កប់ស្កល់ទាំងអស់គ្នាកុំភ្លេចជួបគ្នានៅសប្តាហ៍ក្រោយត្រូវនៅថ្ងៃអាទិត្យទី25ឧសភា2025តាមពេលវេលានិងម៉ោងដដែលគណៈពេលនេះយើងខ្ញុំទាំងអស់គ្នារួមជាមួយនឹងក្រុមការងារសូមអរគុណសូមជម្រាបលារាត្រីសួស្តី We Active ភេសជ្ជៈកីឡា